សួស្តីបងប្អូនសុខសប្បាយអត់ថ្ងៃនេះខ្ញុំឃើញអាកាសធាតុល្អចេញមកឃើញចេញមកក្រៅផ្ទះឃើញដើម cherry ឃើញដើម cherry ផ្លែឡើងច្រើនបងប្អូននេះផ្លែច្រើនមែនតើហើយចឹងទៅក៏នឹកឃើញថតហ្មងទៅថតវីដេអូហើយចែកជូនបងប្អូនមើលនេះបងប្អូននេះផ្លែច្រើនមែនតើរាល់ឆ្នាំគឺផ្លែច្រើនបងប្អូនតែគ្រាន់តែថាខ្ញុំអត់ដែលបានញ៉ាំផ្លែទេព្រោះដោយសារអីផ្លែហើយគឺជ្រុះបងប្អូនចាប់ផ្ដើមទុំល្មមហ្នឹងគឺជ្រុះអស់ហើយជ្រុះហើយនឹងសัตว์គេនាំគ្នាមកចឹកអស់ហើយនឹងសំខាន់គឺជ្រុះនឹងហ្មងចឹងទៅអត់ដែលបានញ៉ាំផ្លែទេ cherry នេះបងប្អូនតែបើនិយាយពីផ្លែវិញគឺផ្លែច្រើនពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងផ្លែកាន់តែច្រើនទៅចឹងណាតែគ្រាន់តែថាខ្ញុំអត់ដែលបានផ្លែ cherry ដែលនៅក្បែរលបងផ្ទះនឹងញ៉ាំទេនេះបងប្អូននេះមើលផ្លែនេះគួយគ្រឹតហើយខ្ញុំមានដើមប៉ោមនេះគឺដើមប៉ោមបងប្អូនផ្លែប៉ោមនេះខ្ញុំញ៉ាំបានរាល់ឆ្នាំខ្ញុំញ៉ាំបានជូរអែមឆ្ងាញ់បងប្អូនហើយនឹងភាគច្រើនខ្ញុំច្រើនតែបេះទៅធ្វើជ្រក់អញ្ចឹងបងប្អូនធ្វើជ្រក់ទុកញ៉ាំបានយូរអញ្ចឹងទៅរាល់ឆ្នាំគឺខ្ញុំបេះធ្វើជ្រក់ហើយនឹងដើមប៉ោមនេះមកធឺនេះគេហៅខ្ញុំអត់ដឹងនៅស្រុកខ្មែរគេមានអត់ទេបងប្អូនតែនៅខាងអាមេរិកនេះគឺខាងអាមេរិកនេះគាត់ហៅ crab apple បងប្អូនហើយផ្លែតូចឥឡូវនៅក្តាប់ទេបងប្អូនតែដល់ពេលផ្លែធំតិចទៀតទៅប្រហែលជាទំហំប៉ុនផ្លែកទួតយើងស្រុកខ្មែរហ្នឹងហើយជូរអែមឆ្ងាញ់ណាផ្លែនេះជូរអែមឆ្ងាញ់ជាងផ្លែកទួតបងប្អូនតែនេះខ្ញុំថតហ្នឹងគឺនៅចាប់ផ្ដើមក្តាប់បានតូចប៉ុណ្ណេះឯងអញ្ចឹងទៅមើលអត់សូវឃើញទេបងប្អូនព្រោះបាំងជាមួយស្លឹកតែបើមើលចិត្តទៅគឺផ្លែឡើងច្រើនផ្លែឡើងក្តាំងហ្មងនិយាយទៅហើយធំតិចទៀតប្រែពណ៌បងប្អូនផ្លែទៅជាពណ៌ក្រហមស្អាតចាំមើលពេលធំតិចទៀតខ្ញុំថតឲ្យមើលមួយសារទៀតតែនេះនៅក្តាប់តូចអញ្ចឹងទៅអត់ទាន់ឃើញពណ៌ស្អាតទេខ្ញុំឃើញផ្លែច្រើនពេកខ្ញុំថតឲ្យមើលបងប្អូននេះមើលហើយឆ្ងាញ់និយាយពីរសជាតិវិញឆ្ងាញ់បងប្អូនតែផ្លែរាល់ឆ្នាំគឺខ្ញុំបេះផ្ញើឲ្យក្មួយខ្ញុំស្រុកខ្មែររហូតក្មួយស្រីខ្ញុំគាត់ចូលចិត្តរាល់ឆ្នាំឲ្យតែផ្លែដល់រដូវផ្លែនឹងដល់ពេលបេះញ៉ាំបានគឺគាត់ឲ្យខ្ញុំបេះផ្ញើឲ្យគាត់រាល់ឆ្នាំគាត់ចូលចិត្តមែនតែនផ្លែនេះឆ្ងាញ់ណាបងប្អូនអ្នកធ្លាប់ញ៉ាំដឹងហើយគឺឆ្ងាញ់ហ្មងហើយវីដេអូអត់មានអីទៀតបងប្អូនមានតែរូបភាពផ្កាថតលេងចែកជូនបងប្អូនមើលទាំងអស់គ្នាហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អគ្រប់គ្នាបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូន